បងប្អូនមិនមែនថាធ្វើម្ហូបដដែលទេប៉ុន្តែថ្ងៃមុននឹងធ្វើជ្រក់ពងទាហើយឯអ្នកផ្ទះញ៉ាំក៏ថាឆ្ងាញ់ហើយដឹងមិនទេអត់បានគេទៅសារយូរថាមានកម្លាំងចិត្តធ្វើម្ហូបសាហាវហើយពងមាន់សានេះទិញបានធំល្អទៀតខ្ទឹមសខ្ទឹមក្រហមម្ទេសហើយនឹងល្ខ្ទឹមបងប្អូនហាន់វាទុកបែបហ្នឹងមកហើយពងមាន់នឹងដែរបើសិនជាបងប្អូនចង់ងាយស្រួលក្នុងការយកអាពងក្រហមហ្នឹងយកតែខាសេទូទឹកកកមកយប់សិននៅឲ្យវារៀងរឹងហើយដល់ពេលយើងគោះមកគឺយើងងាយស្រួលមែនតើក្នុងការយកអាក្រហមហ្នឹងចេញមកសម្រាប់បងប្អូនដែលអត់ចូលចិត្តញ៉ាំបែបឆាវបងប្អូនធ្វើតាមនាងខ្ញុំធានាថាឆ្ងាញ់ដាំទឹកឲ្យពុះហើយចាក់វាចូលក្នុងពងបែបហ្នឹងមករាប់1ដល់10ទៅបងប្អូនចាក់ទឹកក្តៅនឹងចេញចាក់ទឹកត្រជាក់ចូលជំនួសមើលទៅរៀងអ៊ុនហើយចាំស្រង់ពងចេញដាក់ទឹកតិចផងបងប្អូនបើសិនជាស្ងួតពេកពងនឹងអាចបែកជំហានបន្ទាប់គឺយើងឆឹងស្ករត្នោតជាមួយនឹងស្ករស1ស្លាបព្រាឆឹងវាទៅមកតតែរៀងឡើងក្រហមល្អហើយចាំបងប្អូនចាក់ទឹកត្រីកន្លះចានចង្កឹះចូលទឹកត្រីនាងខ្ញុំប្រើនឹងអត់សូវប្រៃខ្លាំងណាស់បងប្អូនចឹងដាក់ច្រើនក៏អត់ស្អីដែរហើយបន្ទាប់មកគឺយើងដាក់ប៊ីចេងបន្តិចម្សៅស៊ុបបន្តិចហើយនឹងអំបិលមកចាប់រំងាស់វាឲ្យពុះបន្តិចចាំចាក់ទឹកចូលទឹកនឹងដែរនាងខ្ញុំប្រើចិត្ត1ចានចង្កឹះហើយបងប្អូនរំងាស់វាមើលទៅរៀងស្អិតបន្តិចចាំយកមកចាក់ក្នុងពងរបស់យើងកន្លែងនេះចាក់ថ្នមមកបងប្អូនទៅចាក់មិនថ្នមនេះដូចនាងខ្ញុំបាយពងអស់2គ្រាប់បាត់រយខ្ទឹមសខ្ទឹមក្រហមស្លឹកខ្ទឹមម្ទេសចូលបានបិទវាឲ្យចិត្តខ្លះសេទូទឹកកកមួយយប់ណាបងប្អូនក្រោយខ្លះសេមួយយប់ទៅនេះលទ្ធផលពងមាន់របស់យើងគឺចូលជាតិគ្នាបានល្អមែនតើសំខាន់អត់មានឆ្អាបទេណាបងប្អូនដោយសារតែអីគឺយើងស្រោះទឹកក្តៅហើយលាងវាស្អាតល្អយកមកញ៉ាំជាមួយនឹងស្ពៃបកគោរយជាមួយនឹងខ្ទឹមបំពងហើយដាក់ទឹកជ្រលក់កោះកុងបែបហ្នឹងតិចមករសជាតិគឺអែមតែម្ដងបងប្អូនអាចសាកធ្វើញ៉ាំតាមបាន